រឿងសុភ័ក្រនិងត្រីមាសកាលពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះសុភ័ក្រឈរញញឹមក្នុងវាលស្រែទោះបីជាគាត់រស់នៅក្នុងភូមិតូចមួយក៏ដោយប៉ុន្តែចិត្តរបស់គាត់គឺធំធេងនិងពោពេញដោយក្តីមេត្តាសុភ័ក្រសម្លឹងមើលទៅវាលស្រែដែលចាំងពន្លឺថ្ងៃគាត់តែងតែចង់ជួយអ្នកដទៃថ្ងៃមួយសុភ័ក្របានទៅលេងព្រះបរមរាជវាំងសុភ័ក្រដើរចូលទៅក្នុងទីធ្លាវាំងទីនោះមានប្រាសាទមាសស្កឹមស្កៃនិងសួនច្បារដ៏ស្រស់ស្អាតសុភ័ក្រសម្លឹងមើលរូបចម្លាក់នាគយ៉ាងអស្ចារ្យសុភ័ក្រដើរមើលដោយក្តីសប្បាយរីករាយនៅក្បែរស្រះឈូកសុភ័ក្របានឃើញអ្វីមួយចម្លែកសុភ័ក្រសម្លឹងមើលទៅក្នុងថ្លុកធុកមានត្រីមាសមួយក្បាលកំពុងតែបំរាស់យ៉ាងទន់ខ្សោយនៅក្នុងថ្លុកធុកតូចមួយដែលហៀបនឹងរីងស្ងួតត្រីមាសបំរាស់តិចៗនៅក្នុងភុកវាហាក់ដូចជាកំពុងសុំជំនួយសុភ័ក្រមានចិត្តអាណិតត្រីមាសនោះខ្លាំងណាស់សុភ័ក្រលុតជង្គង់ចុះដោយក្តីកង្វល់គាត់ដឹងថាបើមិនជួយទេត្រីមាសនឹងត្រូវស្លាប់មិនខានទឹកមុខសុភ័ក្របង្ហាញពីការសម្រេចចិត្តយ៉ាងមុតមាំគាត់ត្រូវតែធ្វើអ្វីមួយគាត់បានដោះក្រមាពណ៌ក្រហមរបស់គាត់ចេញរួចប្រើវាត្រង់យកត្រីមាសយ៉ាងថ្នមចេញពីភុកដៃសុភ័ក្រស្រង់ត្រីមាសដាក់ក្នុងក្រមាទោះបីជាភុកប្រឡាក់ដៃក៏ដោយក៏សុភ័ក្រមិនខ្វល់ដែរសុភ័ក្រញញឹមតិចទៅកាន់ត្រីមាសគាត់គិតតែពីការសង្គ្រោះជីវិតរបស់វាសុភ័ក្របាំងបីត្រីមាសនោះយ៉ាងប្រយ័ត្នប្រយែងបំផុតសុភ័ក្រដើរនៅលើភ្លឺដីហុយដោយកាន់ត្រីគាត់ដើរចេញពីវាំងសម្ដៅទៅព្រៃដែលនៅឆ្ងាយព្រៃឈើបៃតងលេចឡាយនៅខាងមុខគាត់ត្រូវរកទឹកស្អាតឲ្យបានឆាប់បន្ទាប់ពីដើរអស់រយៈពេលយ៉ាងយូរទីបំផុតគាត់បានមកដល់មាត់ទន្លេមេគង្គដ៏ធំល្វឹងល្វើយសុភ័ក្រឈរនៅមាត់ទន្លេនាពេលថ្ងៃរៀបលិចទឹកទន្លេហូរចុះយ៉ាងស្ងប់ស្ងាត់ចាំងពន្លឺពណ៌មាសសុភ័ក្រសម្លឹងមើលទន្លេដោយក្តីសង្ឃឹមទីនេះហើយជាផ្ទះរបស់ត្រីមាសសុភ័ក្រដាក់ក្រមាក្នុងទឹកទន្លេយ៉ាងថ្នមត្រីមាសហែលចេញពីក្រមាត្រីមាសដ៏ស្រស់ស្អាតបានហែលចូលទៅក្នុងទឹកជ្រៅដោយសេរីមុននឹងបាត់ខ្លួនទៅត្រីមាសបានងើបក្បាលឡើងមកម្ដងទៀតត្រីមាសងើបក្បាលលោតពីលើទឹកវាបានបាញ់ពន្លឺពណ៌មាសយ៉ាងស្រស់ស្អាតពេញផ្ទៃទឹកវាហាក់ដូចជាកំពុងសំឡេងនិយាយពាក្យអរគុណទៅកាន់សុភ័ក្រថ្ងៃមួយសុភ័ក្រទាញសំណាញ់បំរុងនឹងនេសាទស្រាប់តែមានព្យុះធំមួយបានលេចឡើងភ្លាមព្យុះសង្ខាបោកបក់យ៉ាងខ្លាំងនៅលើទន្លេរលកយក្សបោកបក់ទូករបស់គាត់ស្ទើរតែលិចសុភ័ក្រវង្វេងភ្លេហើយគាត់មិនអាចមើលឃើញអ្វីទាល់តែសោះទឹកមុខសុភ័ក្របង្ហាញពីភាពអស់សង្ឃឹមគាត់បានបាត់បង់ក្តីសង្ឃឹមថាមិនអាចត្រឡប់ទៅផ្ទះវិញរំពេកនោះពន្លឺពណ៌មាសដ៏ចម្លែកមួយបានលេចចេញពីក្នុងទឹកពន្លឺពណ៌មាសជះចេញពីក្នុងទឹកទន្លេគឺត្រីមាសដែលសុភ័ក្របានសង្គ្រោះនឹងហើយត្រីមាសលោតយ៉ាងពីលើទឹកវាត្រឡប់មកជួយសុភ័ក្រវិញហើយត្រីមាសហែលនៅពីមុខទូកដើម្បីនាំផ្លូវឲ្យសុភ័ក្រចេញពីព្យុះត្រីមាសហែលនាំមុខទូកពន្លឺរបស់វាបានបំភ្លឺផ្លូវយ៉ាងច្បាស់សុភ័ក្រលែងខ្លាចទៀតហើយទីបំផុតត្រីមាសបាននាំសុភ័ក្រមកដល់កំពង់ផាតដោយសុវត្ថិភាពទូកចុះចតនៅកំពង់ផាតនាពេលព្រលឹមព្យុះបានរលត់ទៅវិញនិងព្រះអាទិត្យចាប់ផ្ដាំងរះសុភ័ក្រចុះពីទូកទាំងសេចក្តីត្រេករោគគាត់មានសុវត្ថិភាពហើយសុភ័ក្រដឹងថាសេចក្តីល្អដែលគាត់បានធ្វើពីមុនបានសង្គ្រោះជីវិតរបស់គាត់មកវិញសុភ័ក្រឈរសម្លឹងទន្លេដោយស្នាមញញឹមសូមចងចាំណាស់ក្មួយសេចក្តីល្អមិនដែលបាត់បង់ឡើយវានឹងត្រឡប់មកជួយយើងវិញនៅពេលដែលយើងត្រូវការបំផុតសូមទស្សនានៅវីដេអូក្រោយៗទៀតប្រសិនជាបងប្អូនចូលចិត្តសូមជួយ like share subscribe ម្នាក់មួយផងសូមអរគុណ